ស្វាគមន៍អ្នកនរគ្នាជួបគ្នាម្ដងទៀតហើយនៅក្នុងពេកកូដខ្មែរតែថ្ងៃនេះយើងអត់បានរៀនមេរៀនតទេតែអ្វីដែលយើងរៀននោះគឺយើងនឹងរៀនអំពីលំហាត់មួយដែលតេតូនទៅនឹងការប្រើរូបមន្ត if អញ្ចឹងយើងក៏លេចមកមើលលំហាត់របស់គ្នាគេថាឲ្យយើងបង្កើតកម្មវិធីមួយដើម្បីបញ្ចូលបន្ទុកពី0រហូតដល់100ហើយបង្ហាញលទ្ធផលជា grade គឺមានន័យថាយើងបញ្ចូលបន្ទុករបស់យើងពី0រហូតដល់ទៅ100បន្ទុកថាតើបន្ទុកចាប់ពី1ដំណាក់កាលទៅមួយដំណាក់កាលហ្នឹងចេញលទ្ធផលអីគេអញ្ចឹងយើងក៏លើមកមើលលក្ខខណ្ឌទាំងអស់គ្នាអញ្ចឹងយើងឃើញថាបន្ទុកពី90រហូតដល់100យើងនឹងបាន A ពី80ដល់89យើងនឹងបាន B ពី70ដល់79យើងនឹងបាន C ពី60ហើយដល់69យើងនឹងបាន D រហូតដល់ក្រោម50អញ្ចឹងនៅពេលដែលបន្ទុករបស់យើងក្រោម50យើងនឹងបាន F មានន័យថាយើងធ្លាក់អូខេអញ្ចឹងនេះគឺជាលក្ខខណ្ឌដែលយើងត្រូវយកទៅគិតក្នុងការសរសេរកូដរបស់យើងឥឡូវយើងចូលទៅកាន់ការសរសេរកូដទាំងអស់គ្នាអូខេជាដំបូងដើម្បីសរសេរកូដនៅក្នុង C program បានយើងត្រូវតែមាន header មានក្បាលដំបូងសិនអញ្ចឹងដើម្បីយើងសរសេរបានគឺមានន័យគេ include អូខេ include stdio.a បន្តមកទៀតមានន័យគេទៀត in main អូខេបន្តពី in main យើងត្រូវសរសេរ return 0សិនអូខេ return 0បន្តមកទៀតយើងបានតម្រង់នៃកូដរបស់យើងហើយបន្តមកទៀតយើង in យើងបញ្ចូល variable គេបញ្ចូល variable តែ variable យើងជាអីត្រង់នេះអញ្ចឹង variable យើងគឺជាប្រភេទលេខជាប្រភេទបន្ទុកអញ្ចឹងយើង score មកអូខេយើង in score គឺមានន័យថា variable យើងគឺប្រភេទជាលេខប្រភេទជាបន្ទុកអូខេដើម្បីយើងអាចបញ្ចូលបន្ទុកទៅតាមរយៈ keyboard បានយើងត្រូវប្រើ function មួយគឺការប្រើប្រាស់ function scanf អញ្ចឹងដើម្បី scan បានយើងត្រូវ print ចេញមកសិនដើម្បីយើងអាចវាបញ្ចូលទិន្នន័យពី keyboard ទៅបានអូខេយើងសេ printf please enter your អូខេ please enter your score អញ្ចឹងយើងបិទ semicolon បន្តមកទៀតយើងចុច scan អូខេប្រើ function scanf %d បន្តមកទៀត1 and score អូខេឥឡូវយើងនឹងចូលមកកាន់លក្ខខណ្ឌរបស់យើងអញ្ចឹងលក្ខខណ្ឌរបស់យើងទី1ពីណាទៅណាអញ្ចឹងគេថាពី90រហូតដល់100អញ្ចឹងមានន័យថាធំជាង90ធំជាងឬស្មើ90យើងបាននីតិ A អញ្ចឹងលក្ខខណ្ឌទី1របស់យើងគឺបែបហ្នឹងអូខេអញ្ចឹងយើងអាចសេបានអញ្ចឹងយើងសេគេទី1គឺ if ប្រើ if ពីណាទៅណាអញ្ចឹងយើងសេ score យើងមកនេះអូខេ if score ធំជាងឬស្មើ90គេតើនៅពេលដែលវាធំជាងឬស្មើ90តើយើងបានទេអីគឺយើងត្រូវ print ឲ្យវាចេញនីតិ A print A អូខេតើមកទៀតមានន័យទៀតគឺយើងបិទមួយទៀតហើយអញ្ចឹងលក្ខខណ្ឌទី2យើងប្រើអីគេគឺយើងប្រើ else if អញ្ចឹងយើងប្រើ else if របស់យើង score ដូចគ្នាតែលក្ខខណ្ឌទី2យើងគឺចាប់ពី80រហូតដល់89អញ្ចឹងគឺមានន័យថាធំជាងឬស្មើ80អូខេអញ្ចឹងយើងសេមកធំជាងឬស្មើ80ធំជាងស្មើ80ទៅទៅមកឲ្យ print អីយើងឲ្យវាចេញ B អញ្ចឹងបន្ទុកដែលធំជាង80គឺ B អូខេអញ្ចឹងខ្ញុំទៅកាត់ឲ្យខ្លីខ្ញុំទៅកាត់មកដល់កន្លែងនេះគឺមានន័យថាខ្ញុំបានសេកូដដល់ហើយគឺដល់ពី L គឺមានន័យថាអូខេអញ្ចឹងបើយើងកលេសមកមើលថាតើបន្ទុកនេះវាធំជាង50វាបាននេះទេអញ្ចឹងវាធំរហូតដល់ត្រឹម100អញ្ចឹងដល់ត្រឹម100ធំជាងឬស្មើ90នេះយើងនឹងបាននេះទេ A តែបើវាក្រោម50វានឹងបាននេះទេ F ដោយសារតែយើងប្រើ L មានន័យថាវាខុសពីលក្ខខណ្ឌខាងលើទាំងអស់នេះវាខុសពីលក្ខខណ្ឌខាងលើទាំងអស់ហ្នឹងយើងនឹងឲ្យវាចេញធ្លាក់អញ្ចឹងយើងអាចបានសេលក្ខខណ្ឌម្ដងទៀតទេគឺយើងគ្រាន់តែប្រើ L ហើយយើង print ថាធ្លាក់នឹងមកគឺវានឹងបានហើយតែបន្តមកទៀតយើងនឹងទៅ run កម្មវិធីនឹងទាំងអស់នេះគេតោះឥឡូវគេឲ្យយើង please enter your score អញ្
ចឹងឧទាហរណ៍ថាខ្ញុំដាក់បន្ទុក30តើវានឹងចេញអីប្រកាសចេញ F អូខេយើងអាចមើលបាននេះគឺវាចេញ F ចឹងមួយទៀតរហូតម្ដងទៀតចុះខ្ញុំដាក់បន្ទុកយើងមកឧទាហរណ៍ថា99ប្រកាសចេញ A ចឹងមានន័យថាបន្ទុករបស់យើងកូដរបស់យើងគឺដំណើរការបានជោគជ័យគឺត្រឹមត្រូវទៅតាមអ្វីដែលយើងបានគ្រោងទុកទៅតាមប្រធានដែលគេបានដាក់ឲ្យយើងអូខេចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណសម្រាប់ការតាមដានទស្សនារហូតដល់ចប់បើសិនតើអ្នកទាំងអស់គ្នាមានលំហាត់ផ្សេងទៀតដែលចង់ឲ្យខ្ញុំជួយដោះស្រាយសូមខមមិននៅខាងក្រោមខ្ញុំនឹងដោះស្រាយជូនអ្នកទាំងអស់គ្នាជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ